អត់ដឹងបងប្អូនណាខ្លះដូចខ្ញុំតែល្ងាចលើមិនដែលនឹកឃើញតែចង់ញ៉ាំបាយល្មិចបងប្អូនឃ្លានញ៉ាំតែស្អីផ្សេងអញ្ចឹងណាអញ្ចឹងដូចថ្ងៃនេះអញ្ចឹងចង់ញ៉ាំនំចុកទឹកប្រហុកហើយទៅឆ្លៀតពេលចិត្តទៅយកកូនហើយអញ្ចឹងណាបងប្អូនចាសល់ប្រហែលជា20នាទីអញ្ចឹងទៅក៏ឆ្លៀតធ្វើទឹកប្រហុករៀងប្រញាប់អញ្ចឹងទៅធ្វើហើយរួចដល់មកទៅយកកូនក៏ហួសទៅទិញនំចុកហើយនឹងបន្លែគួនស្ពៃក្ដោបអីតែម្ដងទៅបងប្អូនចាសមកដល់គឺបានញ៉ាំតែម្ដងអញ្ចឹងមិនថាពេលយើងឃ្លានឆ្ងាញ់អីបងប្អូនថារបស់ស្អីទេមិនថារបស់នោះថ្លៃឬថោកទេសំខាន់គឺយើងឃ្លានយើងចង់ញ៉ាំអញ្ចឹងគឺឆ្ងាញ់ទាំងអស់នឹងឯងបងប្អូនដោយទុរេនអញ្ចឹងទុរេនថ្លៃមែនប៉ុន្តែអ្នកអត់ចូលចិត្តញ៉ាំអ្នកអត់ចេះញ៉ាំគឺថាស្អុយអញ្ចឹងណាបងប្អូនដល់ពេលយើងអ្នកចេះញ៉ាំយើងថាឈ្ងុយអញ្ចឹងទៅពេលអញ្ចឹងមិនអាចកាត់ថ្លៃឬក៏វាតម្លៃថានឹងឆ្ងាញ់នេះមិនឆ្ងាញ់ដោយសារតម្លៃថ្លៃឬក៏ធូរថ្លៃទេបងប្អូនសំខាន់យើងចូលចិត្តយើងចង់ញ៉ាំអញ្ចឹងល្ងាចនេះគឺថានំបញ្ចុកទឹកប្រហុកមួយចានធំតែម្ដងបងប្អូនមើលទៅគឺទំនោរអីហើយអ្នកចូលចិត្តញ៉ាំណាចិត្តមើលឲ្យលេបទឹកមាត់ទៅល្ងាចចឹងផងពិបាករត់ទិញណាអ្នកនៅឆ្ងាយពីកន្លែងលក់អញ្ចឹងណាបងប្អូនចាចំណែករបៀបធ្វើទឹកប្រហុកហ្នឹងគឺងាយទេបងប្អូនចាំមើលវីដេអូក្រោយខ្ញុំនឹងធ្វើបង្ហាញអញ្ចឹងណាបងប្អូនតែដោយសារតែល្ងាចមិនហ្នឹងប្រញាប់ពេករបៀបធ្វើទឹកប្រហុកគឺខ្ញុំអាចបានធ្វើបង្ហាញទេបងប្អូននិយាយរួមរបៀបធ្វើហ្នឹងគឺស្រួលទេបងប្អូនអត់មានលក្ខណៈដូចអីគេនំបញ្ចុកទឹកប្រហុកសៀមរាបមានក្បូរក្បាច់រចនាអីរៀងញ៉ៃទេអាហ្នឹងធ្វើលឿនជាងនឹងទៀតអញ្ចឹងចាំមើលថ្ងៃណាមួយដែលខ្ញុំធ្វើទុកចឹងខ្ញុំធ្វើបង្ហាញចឹងណាបងប្អូនតែបើបងប្អូនចង់ចេះធ្វើកុំភ្លេចចុច like share ហើយនិង follow មួយផងប្រយ័ត្នតែខ្ញុំធ្វើផុសអត់បានឃើញពីរបៀបធ្វើចឹងណាបងប្អូនចា